vậy tới cột co em dù đại bằng sợi cột che là thà bón pe na bông màu càng khai của phong spứ chụp em phongอะไรเนี่ยខ្ញុំឃើញមុខរបររបស់គាត់ហ្នឹងគឺគាត់លក់ជាមួយនឹងណែមការលក់ការដូររបស់គាត់នេះគឺរបៀបថាគាត់ចិញ្ចឹមជីវិតដើម្បីកូនគាត់អញ្ចឹងណាហើយអ្វីដែលយើងឃើញសោកស្ដាយនោះគឺគាត់ត្រូវបានពិការថ្លង់គឺស្ដាប់ឮទៅមូលហេតុដែលគាត់បានពិការនៃការថ្លង់ហ្នឹងគឺដោយសារមនុស្សឈួតគឺបានវាយចំក្បាលគាត់នេះនៅទីរំខាត់កំពង់ស្ពឺយើងពីគាត់ខ្លះបាទជាប់ពីមានឯករាជ្យក្រុងច្បារមនខេត្តទីរំខាត់កំពង់ស្ពឺហើយព្រឹកមិញដូចជាគេរត់ម៉ារ៉ាតុងដែរនេះគឺទីតាំងដែលយើងជួបគាត់ហ្នឹងគឺអាចជួយទិញគាត់ហ្នឹងនៅខាងខេត្តកំពង់ស្ពឺតែមកលេងនៅខាងខេត្តកំពង់ស្ពឺយើងគឺមានទីតាំងមួយគឺយើងនៅខាងកូនតូចគាត់និយាយតែកាត់តែម្ដងមូខេត្តកំពង់ស្ពឺហ្នឹងបងតែមានកូន2នាក់ទៅចោលវាយចំបាច់ក្បាលគាត់យើងធ្លាប់ឃើញវីដេអូគេវាយនារីម្នាក់នោះហ្នឹងក្តៀងនេះចាំគឺដោយសារមានចោលបាទវាយគាត់ក្រោយសួស្ដីបងសួរបងប្អូននៅតាមបណ្ដាញសង្គម Facebook ខ្ញុំជាអ្នកណែខ្លងនៅវិមានឯករាជ្យណែបាត់ដំបងនិយាយទៅខ្ញុំស្ដាប់បាត់លឺណែស្ដាប់លឺតែនិយាយបានមកទិញតទៅសរសៃបាទខ្ញុំដឹងដូចបងប្រុសចឹងហើយខ្ញុំមានលក់រាល់ថ្ងៃចាប់ពីម៉ោង1ដល់ម៉ោង8យប់រាល់ថ្ងៃហើយកុំភ្លេចជួយមកខ្ញុំលក់មានសេវាផ្ញើ25ខេត្តក្រុងមានសេវាផ្ញើ25ខេត្តក្រុងចាំបងប្អូនមកលេងខេត្តកំពង់ស្ពឺបាទទៅលក់នៅទីរំខាត់កំពង់ស្ពឺបាទណាត់គាត់មានកូនតូច2នាក់ទៀតនេះជាប់វិមានឯករាជ្យបងប្អូនមកដល់វិមានឯករាជ្យមកឃើញគាត់ហើយនិយាយទៅគាត់គឺជាស្ត្រីមួយដែលរឹងមាំអញ្ចឹងណាគាត់ក៏កាត់ថ្លង់ប៉ុន្តែគាត់ចង់បានមុខរបរមួយដែលច្បាស់លាស់ហើយរកប្រាក់ចំណូលបានសម្រាប់ចំកូនហើយនឹងខ្លួនឯងអញ្ចឹងនេះគឺជាកន្លែងមួយដែលយើងអាចនិយាយបានថាមនុស្សយើងគឺហើយការតស៊ូហើយដល់ពេលការតស៊ូរបស់គាត់ហ្នឹងគឺគាត់ជាទាមួយតែបងប្អូនជួយ support គាត់ទេទាជួយទិញជួយអីចឹងណាគាត់បាទគាត់អត់លើដៃសុំលុយទេបងប្អូនណែស្បែកគ្រប់តម្លៃ12000ណែត្រីតម្លៃ10000មានការណែបាត់ដំបងបងប្អូនណែត្រីដល់ណែបាត់ដំបងអាហ្នឹងណែមិនគេម្ដងទៀតណាណែសាច់ជ្រូកអីនេះជ្រូក12000ខែ12000ហើយណែត្រីរស់ស្បែកនេះត្រីសុទ្ធ10000ត្រីសុទ្ធណែស្បែកជ្រូក12000អូខេហ្នឹងហើយនេះជួននេះកាយមួយខ្ញុំមកលឺហ្នឹងមកប្រហែលនិយាយគ្នាស្អីឲ្យកដោខ្ញុំទៀតជឹកនេះតែនេះតែនេះមិនមើលតែយកពីហើយយកនេះពីដែរថ្លៃណែមតាមអត់បានទេហើយខ្ញុំជូនបាទខ្ញុំអត់លើចឹងខ្ញុំអត់ដឹងនិយាយពីចំណុចណាទៅចំណុចណាមកគ្រាន់តែខ្ញុំស្គាល់បងប្រុសតាមបណ្ដាញសង្គមមកថ្ងៃនេះបងគាត់មកគាំទ្រខ្ញុំផ្ទាល់ហ្មងបងនៅខាងភ្នំពេញគាត់ចង់មកផ្ទាល់ដល់ទីតាំងណែមិនទីសុខចាបងមានជូនថវិកាខ្ញុំទៅជូនចាអរគុណបងរកទីមានបានបងមានជូនថវិកាតិចតួចបាទឥឡូវយើងទិញណែមគាត់តែយើងជូនលុយលើកបាទខាងក្រៅទៀតពីលើតម្លៃណែមចាទៅទិញទៅជួយចាបងអរគុណបងមកតាំងពីភ្នំពេញដល់